ជំរាបសួរមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកមកបង្ហាញអំពីការបង្កើត OU នៅក្នុង server សូតើហេតុអីបានយើងចាំបាច់បង្កើត OU ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនៅទិន្នន័យដែលរក្សាទុកនៅក្នុង server ហើយពេលដែល client ឬក៏ user ប្រើប្រាស់ទៅមានទិន្នន័យជាច្រើនយើងត្រូវរក្សាទុកក្នុងម៉ាស៊ីនមេដើម្បីមានភាពងាយស្រួលឥឡូវចូលមកបង្កើតជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំបានទិញឡើងនៅ server Windows server 2012ហើយក៏បានប្រម៉ូទ domain រួចអស់ដែរហើយខ្ញុំបានរៀបចំរួចរាល់ដើម្បីឲ្យយើងចូលទៅបង្កើតហើយយើងចុចនៅ server manager ហ្នឹងមកហើយយើងរកពាក្យថា tool ហើយរកពាក្យថា active directory user and computers យើងចុចកន្លែងហ្នឹងមកហើយយើងឃើញថានៅកន្លែងត្រង់ចំណុចនេះហើយយើងមាន domain name rientechno.com ហ្នឹងហើយយើងចង់បង្កើត user ឬក៏យើងចង់បង្កើត OU គឺមាននៅក្នុងនេះទាំងអស់ហើយខ្ញុំបានបង្កើតនៅ OU ដែលមានឈ្មោះថារៀន IT ហើយនៅក្នុងនេះនៅក្នុង IT ក៏មាន ITG បើថា IT group ចឹងទៅខ្ញុំយើងចង់បង្កើតតទៀតក៏បានដែរយើងចុចនៅកន្លែងនេះថា create a new organization unit ដែលយើងហៅថា OU យើងចុចកន្លែងហ្នឹងមកហើយយើងចុចកន្លែងហ្នឹងយើងបង្កើតដាក់ឈ្មោះaccount ចឹង accounting ចឹងណាចឹងក្នុង accounting ក៏មាន user មាន user ក្នុងនោះ user យើងបង្កើតធម្មតាយើងចុចuser create a new user in current container បែរថានេះសម្រាប់យើងបង្កើត user ហើយនេះគឺយើងបង្កើត group ឥឡូវខ្ញុំបង្កើត user មួយដាក់ AC ហើយនេះដាក់ AC យ៉ាងនោះមកទៀតខ្ញុំយក never expire នេះស្រាប់ដាក់ would be by អញ្ចឹងណាហើយជានិចមកដល់ខ្ញុំបានទៅចាំរួចរាល់ហើយខ្ញុំបាន user នៅក្នុង accounting ហ្នឹងហើយខ្ញុំបង្កើតឲ្យបាន3 user ឬក៏ខ្ញុំបង្កើត group មួយសិនដើម្បីងាយស្រួលអាចចូលនៅក្នុងgroup account ហ្នឹងហើយយើងដាក់មក account G ចឹងទៅ group account នៃតែ user account ចុចលេខមកតាមទៀតយើង add to group G អញ្ចឹងន័យថានៅក្នុងនេះគឺយើងមាន member មួយ AC តំណាងដល់ account ណាហើយខ្ញុំអត់ពិបាកនឹងទេខ្ញុំគ្រាន់តែ copy មកដាក់ AC 02 អញ្ចឹងមកមុនមួយ
AC 02តដែរ02ហើយ password 2មានឧទាហរណ៍អញ្ចឹងយើងមកមើលក្នុង member group នេះក៏មានឥឡូវខ្ញុំរៀបមានមួយសិនបាទ01គេយកមើលក្នុងនេះក៏យើងមាន AC 01ហើយមាន copy ទេមកយើងមិនចាំបាច់ធ្វើអីទេ copy គ្រប់3 AC 0 AC 03ចឹងទៅ AC 03មានលេខណាគេ2 3យ៉ាងទៅអញ្ចឹងគឺយើងមើលក្នុងនេះមាន user 3មាន user AC 01អញ្ចឹងទៅគឺយើងមានទាំងអស់មាន user 3 group 1ក្នុង account IT ក៏មានដូចគ្នាដែរដែលខ្ញុំបានបង្កើតរួចមកហើយและការបង្កើត OU និង user គឺមានភាពងាយស្រួលទៅយើងចុចទៅនឹងក៏បានគឺយើងមកស្ដាប់ video ញឹមហើយយើងយកនេះនៅក្នុងនេះក៏មានដែរយើងចាប់បង្កើតតាមណាក៏បានហើយមួយទៀតខ្ញុំចង់បន្ថែមអំពីរបៀបក្នុងការលុបអញ្ចឹងលុបយើងដូចថាខ្ញុំបង្កើតមួយសិនmarketing នៅក្នុងរៀន IT ហ្នឹងអញ្ចឹងយើងចង់លុបអញ្ចឹងវាអត់បានទេព្រោះយើងត្រូវចុចលើ view នេះមកហើយយើងទៅរកនិយាយថា add picture ហើយយើង add picture ហ្នឹងមកដល់ទៀតយើងទៅរកមើលនេះហើយយើងត្រូវទៅរក property ហើយរក object នេះយើងបោះវា protect object ហ្នឹងហើយអូខេតែយើងអាចលុបបានណាអញ្ចឹងយើងការបង្កើត OU ដែលគេហៅថា organize session unit និងការបង្កើត user ហើយនឹង group ហើយនឹង delete គឺមានតែប៉ុណ្្នឹងហើយសូមអរគុណចាស់បងប្អូនទាំងអស់គ្នា